អេពីសូតទី3អេពីសូតនេះនិយាយអំពីការទំនាក់ទំនងអញ្ចឹងខ្ញុំលើកឡើងថាតើលោកសុងជាងមានទំនាក់ទំនងទៅនឹងមន្ត្រីនិងប្រជារាស្ត្រយ៉ាងដូចម្ដេចគាត់ជាដំបូងគឺត្រូវបានទំនាក់ទំនងជាមួយនឹងមន្ត្រីជាច្រើនប៉ុន្តែមន្ត្រីជាច្រើនត្រូវបានមើលងាយគាត់ដោយសារឋានៈរបស់គាត់តូចទាបប៉ុន្តែអ្នកស្រុកអ្នកភូមិគោរពនិងស្រឡាញ់គាត់ខ្លាំងណាស់ព្រោះគាត់គឺជាមនុស្សម្នាក់ដែលជួយរាល់ទុក្ខធុរៈចំពោះអ្នកក្លាហានឬក៏វីរៈបុរសព្រមទាំងប្រជាជនឬក៏អ្នកទុនខ្សោយជាដើមសុងជាងគឺគាត់មានទំនាក់ទំនងល្អដូច្នេះហើយគឺការតាក់ទងរបស់គាត់មិនងាយនឹងបរាជ័យឡើយការទំនាក់ទំនងរបស់សុងជាងជាមួយនឹងលោកឆៅកាយជាដំបូងនេះគឺពេលដែលគាត់ទៅជួបលោកឆៅកាយគឺគាត់មានល្បិចមួយគឺគាត់បោះថង់ប្រាក់ទៅក្នុងទឹកនៅក្នុងតំបន់មួយនៃភូមិរបស់លោកឆៅកាយរស់នៅលោកឆៅកាយនេះដែរគឺជាមេភូមិម្នាក់ដែលបានបើកមុខរបរជាអ្នកលក់ស្រាសាច់ជាដើមហើយក៏មានអ្នកក្លាហានព្រមទាំងមន្ត្រីរាជការទៅញ៉ាំនៅទីនោះជាច្រើនដូច្នេះហើយរាល់រឿងអ្វីទាំងអស់គឺលោកឆៅកាយដឹងសឹងតែទាំងអស់នៅក្នុងតំបន់នោះព្រោះគាត់ជាមេភូមិស្រាប់ទៅហើយដូច្នេះកូនចៅនៅទីនោះគឺគោរពស្រឡាញ់លោកឆៅកាយខ្លាំងណាស់ហើយរាល់ព័ត៌មានអ្វីទាំងអស់គឺតែងតែលោកឆៅកាយដឹងជានិច្ចពេលដែលទៅដល់ទីនោះគឺលោកសុងជាងក៏បានចូលទៅញ៉ាំអ្វីគ្រប់យ៉ាងនៅទីនោះជាមួយនឹងមន្ត្រីផ្សេងក៏បានពិភាក្សាជាមួយនឹងលោកឆៅកាយសុងជាងក៏បានចង់សាកល្បងទៅឆៅកាយថាជាមនុស្សដែលដឹងព័ត៌មានច្រើនដែរឬទេដូច្នេះហើយគាត់ក៏បាននិយាយទៅកាន់លោកឆៅកាយដើម្បីឲ្យរកថង់ប្រាក់របស់គាត់ពេលនោះដែរលោកឆៅកាយក៏បានបញ្ជាកូនចៅឲ្យទៅរកថង់ប្រាក់របស់លោកសុងជាងបន្ទាប់មកពួកគេក៏បានរកឃើញហើយក៏ជូនទៅលោកសុងជាងវិញដូច្នេះហើយសុងជាងក៏បានដឹងថាលោកឆៅកាយនេះជាមនុស្សមិនធម្មតាមែនរាល់រឿងអ្វីទាំងអស់គឺគាត់បានដឹងទាំងអស់ដូច្នេះចង់និយាយថាបញ្ហាអ្វីក៏ដោយក៏លោកឆៅកាយដឹងដែរលោកសុងជាងមានទំនាក់ទំនងរឿងនេះគឺពិតជាល្អិតល្អន់ខ្លាំងណាស់ដូច្នេះហើយគាត់ក៏បាននិយាយប្រាប់ទៅលោកឆៅកាយថាគាត់បានចាប់បានមនុស្សចម្លែកម្នាក់ដោយគាត់ត្រូវបានតាមចាប់លោកអាចារ្យម្នាក់ដែលបាននិយាយប្រាប់គាត់ហើយលោកអាចារ្យនោះក៏រត់បាត់ទៅដូច្នេះហើយក៏មកជួបនឹងមនុស្សម្នាក់ដែលមានមាឌធំសក់ក្រហមនេះឯងគឺលោកលាវថាងឬក៏ហៅថាអ្នកក្លាហានលាវថាងមុននឹងចាប់បាននោះគឺពួកគេត្រូវវាយគ្នាយ៉ាងយូរដែរប៉ុន្តែมันអាចឈ្នះនៅមន្ត្រីនោះទេព្រោះគេមានគ្នាច្រើនដូច្នេះលាវថាងត្រូវបានចងនៅក្នុងរោងមួយហើយបន្ទាប់មកលោកសុងជាងក៏បានប្រាប់ទៅឆៅកាយថាឲ្យទៅមើលមនុស្សម្នាក់នឹងប៉ុន្តែតាមពិតទៅលាវថាងគឺគាត់ចង់ជួបនឹងឆៅកាយតែប៉ុណ្ណោះដើម្បីជួយដោះស្រាយបញ្ហារបស់គាត់នៅពេលដែលមនុស្សម្នាក់តែងតែចង់មករកពឹងពាក់អ្វីគ្រប់យ៉ាងលោកសុងជាងនិងលោកឆៅកាយគឺមនុស្សសឹងតែប្រហាក់ប្រហែលគ្នាដូច្នេះការសុំជំនួយនេះគឺគាត់មិនសូវរារែកនោះឡើយហើយច្បាស់លាស់និងទៀងត្រង់ទៀតផងដូច្នេះពួកគេទាំងពីរនាក់នេះគឺមានចរិតប្រហាក់ប្រហែលគ្នាដូច្នេះក្រោយពីការញ៉ាំអាហាររួចរាល់ហើយនោះឆៅកាយក៏បានលបទៅជួបនឹងលាវថាងដែលកំពុងចងនៅក្នុងរោងនោះបន្ទាប់មកលាវថាងក៏បាននិយាយប្រាប់ថាគេចង់ជួបនឹងលោកឆៅកាយតើលោកអាចប្រាប់បានដែរឬទេពេលនោះហើយលោកឆៅកាយក៏បានដើរទៅបិទទ្វារហើយនិយាយថាខ្ញុំនឹងហើយគឺជាឆៅកាយតើលោកមានការអ្វីដែរគឺគាត់ចង់ឲ្យលោកឆៅកាយជួយគាត់ក្នុងការដោះស្រាយបញ្ហាគឺថានឹងមានអំពីការដែលនឹងមានការផ្ញើចំណងដៃថ្ងៃកំណើតទៅលោកមន្ត្រីថ្នាក់លើដូច្នេះហើយលោកឆៅកាយក៏បាននិយាយជាមួយលាវថាងបានយល់ច្បាស់ហើយពួកគេក៏បានស្រាយចំណងឲ្យលាវថាងហើយពួកគេក៏បានបែកគ្នាទៅ